ធ្វើការងារបើខ្វះទិន្នន័យប្រៀបដូចត្រីរស់នៅខ្វះទឹកយ៉ាងជាកិច្ចដំបូងនេះខ្ញុំបាទសូមគោរពជំរាបសួរទៅកាន់បងប្អូនដែលនិយមតាមដានសារព័ត៌មាន The KTN ឬក៏ The Khmer Today ថ្ងៃនេះខ្ញុំស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួលដើម្បីជជែកវិភាសាគ្នាជាមួយនឹងសុធាវ៉ាន់គូបញ្ជាក់ផងដែរថាយើងបានជជែកគ្នាមួយដងរួចរាល់ហើយដែលនិយាយអំពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិកបានទៅចាប់ខ្លួនប្រធានាធិបតីរបស់វេណេស៊ុយអេឡាហើយថ្ងៃនោះផងដែរយើងក៏បានជជែកគ្នាអំពីរបៀបនីតិវិធីថាតើគេសមមិនគេអីមិនហើយមុំតែធំជាងគេយើងនឹងជជែកគ្នាកាលពីមុនហើយឥឡូវនេះក៏ដោយដែរក៏ដូចគ្នាដែរគឺតាក់ទងជាមួយនឹងបច្ចេកវិទ្យាថ្ងៃនេះផងដែរយើងក៏មានវ៉ាន់ដដែលដែលនឹងចូលខ្លួនមកសង្កត់ទៅលើប្រធានបទតាក់ទងជាមួយនឹងអំណាចនៃទិន្នន័យឬក៏ភាសាអង់គ្លេសគេហៅថា the power of data នៅក្នុងសម័យបច្ចុប្បន្ននេះបងប្អូនបានជ្រាបហើយគឺជាសម័យបច្ចេកវិទ្យាបានជំនួសការងារមនុស្សជាច្រើនក៏ប៉ុន្តែបច្ចេកវិទ្យាក៏បានធ្វើឲ្យមនុស្សមានសេចក្តីបារម្ភផងដែរដោយសារតែបច្ចុប្បន្ននេះដូចបងប្អូនបានជ្រាបខ្ញុំនិយាយបែបសាបថានៅក្នុងពិភពលោកបច្ចុប្បន្ននេះកំពុងតែព្រួយបារម្ភទៅលើឧក្រិដ្ឋកម្មអនឡាញឬក៏ scam ឬក៏អ្នកខ្លះគេហៅថា cyber security ផ្សេងៗយ៉ាងទៅដូច្នេះដើម្បីជាព័ត៌មានមួយខ្ញុំបាទឡាំឡាយនេះក៏មិនមែនជាផ្នែកណាមួយនៃអ្នកជំនាញរឿងទាំងអស់នឹងដែរហើយមែនទៅក៏ខ្ញុំមិនមានបទពិសោធន៍ណាមួយធ្វើរឿងទាំងអស់នឹងដែរប៉ុន្តែដោយសារតែវ៉ាន់គាត់គឺជាបុគ្គលមួយរូបដែលរៀនបញ្ចប់ផ្នែកនឹងផងហើយក៏បានបំពេញការងារជា Senior Web Developer ផងហើយមែនទៅគាត់ក៏មាន background មានជាវត្តមួយចំនួនទៅលើកិច្ចការងារ digital នេះច្រើនផងដែរដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរវ៉ាន់អាចណែនាំខ្លួនបន្តិចក៏បានហើយបន្តមកទៀតវ៉ាន់អាចចាប់ផ្ដើមបន្តិចទៅថាតើអ្វីទៅដែលហៅថា data ឬក៏ទិន្នន័យហើយគេយកទិន្នន័យឬ data ហ្នឹងមកពីណាហើយតើគេយកទៅប្រើយ៉ាងម៉េចដើម្បីជំនួសទៅលើការងាររបស់មនុស្សហើយនៅក្នុងវិស័យបច្ចុប្បន្ននេះគេត្រូវការ data យកទៅធ្វើអីដែរវ៉ាន់អរគុណបាទអញ្ចឹងជាថ្មីម្ដងទៀតជាសួរបងម្ដងទៀតហើយលើកនេះជាលើកទី2ដែលយើងបានជួបគ្នាបងបាទហើយក៏ដូចជាសួរពុកម៉ែបងប្អូនម្ដងទៀតហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីតាក់ទងទៅនឹងអំណាចរបស់ទិន្នន័យឬក៏ the power of data អញ្ចឹងមុននឹងចូលទៅដល់ប្រធានបទយើងឲ្យស៊ីជម្រៅខ្ញុំមានពាក្យស្លោកមួយនៅក្នុងវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះធ្វើការងារបើខ្វះទិន្នន័យប្រៀបដូចត្រីរស់នៅខ្វះទឹកយ៉ាងបាទត្រង់ចំណុចនេះមានន័យថាដូចត្រីបើសិនជានៅក្នុងទឹកខ្វះទឹកច្បាស់ហើយថាត្រីនឹងពិបាករស់នៅនឹងអាចឈានដល់ថាបាត់បង់ជីវិតត្រីទៀតក៏នៅក្នុងសម័យបច្ចេកវិទ្យាបើសិនជាយើងរស់នៅខ្វះទិន្នន័យគឺមានន័យថាដូចយើងរស់នៅអាសន្នដែតអត់មានគោលដៅណាមួយអញ្ចឹងបាទអញ្ចឹងទិន្នន័យនេះមានសារៈសំខាន់ខ្លាំងហើយខ្ញុំនឹងរៀបរាប់ថាទិន្នន័យនេះបានមកពីណាហើយគេប្រើរបៀបម៉េចហើយមានសារៈសំខាន់បែបម៉េចអញ្ចឹងទិន្នន័យគឺជាសំណុំនៃ data គឺជាសំណុំនៃព័ត៌មានហើយនៅក្នុងសំណុំនៃព័ត៌មាននេះនៅពេលដែលគេបានទិន្នន័យមកដំបូងហើយទិន្នន័យហ្នឹងអត់អាចយកប្រើការឲ្យបានទេក៏ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ដំណាក់កាលជាច្រើនមកបានទិន្នន័យហ្នឹងមានតម្លៃហើយអាចយកប្រើការបានបាទអញ្ចឹងនៅក្នុងភាសាបច្ចេកទេសបើសិនជាយើងនិយាយពីទិន្នន័យដែលគេហៅទិន្នន័យឆៅហ្នឹងគឺ raw data គឺជាទិន្នន័យដែលអត់ទាន់អាចប្រើការបានហ្នឹងហើយទិន្នន័យទាំងអស់ហ្នឹងការយកទិន្នន័យទាំងអស់ហ្នឹងគឺមានច្រើនវិធីបាទមានវិធីសាស្ត្របែបបុរាណហើយក៏មានវិធីសាស្ត្របែបទំនើបអញ្ចឹងខ្ញុំនឹងនិយាយតាក់ទងវិធីសាស្ត្របែបបុរាណសិនបាទតាក់ទងទៅនឹងវិធីសាស្ត្របែបបុរាណការយកទិន្នន័យហ្នឹងគឺជាការ collect ទៅលើទិន្នន័យហ្នឹងតាមរយៈការធ្វើ survey ឬក៏សាកសួរទៅកាន់អ្នកដទៃទៅលើសំណួរដែលយើងចង់សួរបាទហើយហ្នឹងគឺជាវិធីសាស្ត្រក្នុងការយក data តាមបែបបុរាណហើយមួយទៀតការយក data ទាំងអស់ហ្នឹងតាមបែបបច្ចេកវិទ្យាឬក៏តាមបែបទំនើបដោយពុកម៉ែបងប្អូនបានរាល់ថ្ងៃនេះបានប្រើប្រាស់បណ្ដាញសង្គមច្រើនដូចជា Facebook YouTube TikTok ឡាក់ហ្នឹងបងបាទហើយក្រុមហ៊ុនទាំងអស់ហ្នឹងហើយដែលប្រម៉ូទទិន្នន័យពីយើងទៅបាទហើយមិនមែនមានតែក្រុមហ៊ុនទាំងអស់ហ្នឹងទេមិនមែនមានតែក្រុមហ៊ុនប៉ុណ្្នឹងទេគឺមានក្រុមហ៊ុនច្រើនទៀតដែលប្រម៉ូទទិន្នន័យពីយើងទៅបាទហើយ
បើសិនជាយើងនិយាយថាហេតុអីបានពួកគាត់ត្រូវការទិន្នន័យទាំងអស់ហ្នឹងទិន្នន័យទាំងអស់ហ្នឹងពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់បម្រើទៅលើវិស័យរបស់ពួកគាត់ហើយមិនថាវិស័យណាទេគ្រប់វិស័យទាំងអស់នៅក្នុងសកលលោកយើងហ្នឹងសុទ្ធសឹងតែត្រូវការទិន្នន័យទាំងអស់ហ្នឹងបាទវ៉ាន់អរគុណចំណាប់អារម្មណ៍ដំបូងមានភាពទាក់ទាញក៏ដូចជាចាប់អារម្មណ៍ចំពោះយើងជាមនុស្សធម្មតាដូចយើងប្រើ Facebook ចូលដល់យើងប្រើ Facebook យើងឃើញមានគេសួរដូចជាឈ្មោះអីបាទកើតខែឆ្នាំកំណើតប្រមាណអីចឹងទៅអានឹងជាទម្រង់ដែលដូចជា app គេបង្ហាញមកអញ្ចឹងជា surface ដែលយើងជាអ្នកប្រើប្រាស់យើងតម្រូវឲ្យទៅអានឹងវ៉ាន់លើកឡើងថាដូចជា Facebook ដូចអីផ្សេងហ្នឹងគេអាចនឹងយកព័ត៌មានពីយើងទៅបានទេបើសិនជាគេចង់ហើយបើសិនជាទិន្នន័យទាំងអស់នោះនៅក្នុងការប្រើប្រាស់ក្នុងរូបភាពអវិជ្ជមានតែគេយកទៅធ្វើអីបានខ្លះហើយនៅក្នុងរូបភាពវិជ្ជមានក៏ដោយតែគេយកទៅធ្វើអីបានខ្លះបានអាចជម្រាបជូនបងប្អូនយើងលំអិតតិចបានទេបានបងបានអរគុណច្រើនសម្រាប់សំណួរហើយសំណួរនេះគឺជាសំណួរល្អហើយតកតងទៅនឹងការប្រម៉ូទទិន្នន័យនៅលើបណ្ដាញសង្គមមិនថា Facebook មិនថា TikTok ឬ YouTube ទេពុកម៉ែបងប្អូននៅពេលដែលចុះឈ្មោះចូលគេនឹងសួរថាយើងមានឈ្មោះអីអាយុប្រមាណភេទអីទាំងអស់ហ្នឹងគឺជា static data មួយដែលគេយកពីយើងទៅហើយប្រភេទមួយទៀតគឺជា dynamic data dynamic data ហ្នឹងគឺគេមិនចាំបាច់សួរយើងទេនៅពេលដែលយើងចូលទៅប្រើបណ្ដាញសង្គមរបស់គេឬក៏កម្មវិធីរបស់គេនឹងចាប់ផ្ដើម track ទៅលើយើងក្នុងការប្រើហ្នឹងហើយទាំងអស់ហ្នឹងគឺជា data របស់ពួកគេបាទហើយdata នេះមានសារៈសំខាន់មានទាំងគុណសម្បត្តិមានទាំងគុណវិបត្តិបើយើងនិយាយទៅមិនថានៅលើគ្រប់វិស័យឬក៏រាជរដ្ឋាភិបាលឬក៏កម្មវិធីណាទេសិតសឹងតែចង់បានទិន្នន័យទាំងអស់ហ្នឹងដើម្បីយកទៅធ្វើជាគម្រោងមួយសម្រាប់នាពេលអនាគតរបស់ក្រុមហ៊ុនគេបាទអញ្ចឹងឧទាហរណ៍ជាក់ស្ដែងថាក្រុមហ៊ុន Facebook ពួកគាត់ច្បាស់ហើយថាពួកគាត់រាល់ថ្ងៃនេះគឺសិតសឹងតែត្រូវការ data ពីយើងហើយយក data ពីយើងនៅពេលដែលយើងចូលទៅប្រើបណ្ដាញសង្គមទាំងអស់ហ្នឹងនៅពេលដែលយើង scroll ឬក៏យើងអូសមើលទៅលើព័ត៌មានឬក៏មើលទៅលើប្រធានបទណាមួយគេនឹងមាន algorithm មួយក្នុងការចាប់ទៅលើ duration របស់យើងប្រើទៅលើ content មួយណាបាទហើយក៏ប៉ុន្តែទោះបីជាខាងក្រុមហ៊ុនទាំងអស់ហ្នឹងយកទិន្នន័យពីយើងក៏ប៉ុន្តែការប្រើប្រាស់ទិន្នន័យហ្នឹងទៀតសោតគឺសុទ្ធសឹងតែស្របច្បាប់ទេបាទពីព្រោះមុនពេលដែលគេយកហើយមុនពេលដែលយើងចូលទៅប្រើគេមាន data privacy សម្រាប់ឲ្យយើងអានហើយយើង agree ទៅលើ policy របស់គេមួយចំនួនដែរមួយទៀតដោយសារតែបច្ចុប្បន្ននេះបងប្អូនយើងមួយចំនួនឬក៏ជាពិភពលោកកំពុងតែចាប់អារម្មណ៍ទៅកាន់ Telegram បាទបងវ៉ាន់មានអីដែលចែកម្លែកបានទេថាតើទិន្នន័យនៅក្នុង Telegram វាមានឥទ្ធិពលប្រព័ន្ធណាទៅបានជាឧទាហរណ៍ថានឹងយើងដឹងត្រួសថារាជរដ្ឋាភិបាលរបស់រុស្ស៊ីដោយសារតែ Telegram បង្កើតឡើងដោយជនជាតិរុស្ស៊ីហើយគាត់បានទៅឌូបៃទៅអីចឹងទៅមិនបានគេចាប់អារម្មណ៍ Telegram សម្បើមឥឡូវហ្នឹងវ៉ាន់អូអញ្ចឹងត្រឡប់មកក្រោយបន្តិចតកតងទៅនឹង Telegram អ្នកដែលបង្កើតកម្មវិធី Telegram យើងអាចនិយាយថាស្ថាបនិករបស់ក្រុមហ៊ុន Telegram ហ្នឹងមានឈ្មោះថា Pavel Durov បាទលោក Pavel Durov គាត់មុននឹងបង្កើត Telegram គាត់មានបង្កើតទៅលើកម្មវិធីមុនមកម្ដងដែរហើយបងតែកម្មវិធីហ្នឹងមានឈ្មោះថា VK បាទហើយការគាត់បង្កើតកម្មវិធី VK ហ្នឹងគឺគាត់បង្កើតនៅប្រទេសរុស្ស៊ីបាទពីព្រោះគាត់គឺជាជនជាតិរុស្ស៊ីបាទក៏ប៉ុន្តែលោកតាមខ្ញុំដឹងជីវប្រវត្តិរបស់គាត់លោក Durov គឺជាមនុស្សម្នាក់ដែលគោរពទៅលើសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមរបស់គាត់បាទការគាត់បង្កើតទៅលើកម្មវិធី VK ហ្នឹងមានអ្នកប្រើប្រាស់រហូតដល់100លានអ្នកជាងបាទក៏ប៉ុន្តែគាត់ប្រកាន់ខ្ជាប់ថាគាត់នឹងអត់ចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់ទៅកាន់អ្នកណាទេសូម្បីតែរដ្ឋាភិបាលបាទហើយនៅគណៈពេលដែលគាត់បង្កើតទៅលើកម្មវិធីហ្នឹងហើយមានអ្នកប្រើប្រាស់ច្រើនរហូតដល់100លានអ្នកជាងហ្នឹងហើយកម្មវិធី VK ហ្នឹងស្តៀងជាមួយនឹងកម្មវិធី Facebook នាពេលបច្ចុប្បន្នហ្នឹងបាទហើយខាងប្រទេសរុស្ស៊ីគាត់បានចាប់អារម្មណ៍ហើយចង់បានទិន្នន័យទាំងអស់ហ្នឹងរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម VK ហ្នឹងហើយគាត់ស្នើសុំទៅខាងលោក Durovក៏ប៉ុន្តែលោក Pavel Durov នឹងគាត់អត់ព្រមឲ្យទេដោយសារតែគាត់អញនិយាយថាគាត់អត់ក្បត់ជាមួយឧត្តមគតិរបស់គាត់បាទហើយរហូតដល់រាជរដ្ឋាភិបាលរបស់រុស្ស៊ីហ្នឹងបានដាក់សម្ពាធទៅលើលោក Durov ហ្នឹងហើយរហូតដល់គាត់ធ្វើការនៅក្រោមសម្ពាធរហូតដល់គាត់សម្រេចចិត្តថានឹងលក់ភាគហ៊ុន 12% ដែលស្មើជាមួយនឹង$36លានប្រហែល36លានទៅដល់$480លានទៅកាន់ក្រុមហ៊ុន smartphone មួយបាទ
ហើយក្រោយមកបានគាត់ទៅខាងប្រទេសឌូបៃហើយបង្កើតទៅលើកម្មវិធី Telegram ហ្នឹងមកថ្មីមួយទៀតបាទចុះពេលដែលមាន Telegram ហើយក៏នៅតែឃើញមានការដែលគេបារម្ភណាតែសារតែមូលហេតុអីបានជាយើងយកសាច់រឿងនេះមកទៅជែកបងប្អូនចេះសាបច្ចុប្បន្ននេះយើងមានឃើញមានការដែលប្រើប្រាស់បច្ចេកវិទ្យានៅក្នុងន័យអវិជ្ជមានយើងឃើញថារដ្ឋាភិបាលយើងការពីម្សិលមិញតាមរយៈសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួបរวมគ្នាសាមគ្គីគ្នានៅក្នុងការកម្ចាត់នៅបទឆបោកអនឡាញដែរធ្វើឲ្យកម្ពុជាក៏ដូចជាធ្វើឲ្យពិភពលោកនឹងមានភាពចលាចលតាក់ទងជាមួយនឹងរឿងទាំងអស់ហ្នឹងអញ្ចឹងហើយមួយផ្នែកមួយរបស់កម្ពុជាដែរដែលយើងគឺជាប្រទេសមួយដែលយើងជាអ្នកដែលចូលរួមនៅក្នុងការកម្ចាត់នឹងរឿងទាំងអស់ហ្នឹងដែរតែពេលដែលគេប្រើប្រាស់ទិន្នន័យទាំងអស់ហ្នឹងហើយអីហ្នឹងហើយគេអាចយកទៅធ្វើអីបានដែរបានបើសិនជាមានជនខិលខូចមួយក្រុមពីរក្រុមដែលគាត់អាចយកហ្នឹងទៅប្រើប្រាស់ក្នុងន័យអីប្រយោជន៍អីដែរបានបងអញ្ចឹងបានយើងនិយាយថាទិន្នន័យគឺមានអំណាចខ្លាំងបាទការប្រើប្រាស់ទិន្នន័យនេះមិនថានៅក្នុងភាពវិជ្ជមានទេនៅក្នុងភាពអវិជ្ជមានក៏អាចប្រើប្រាស់បានដែរជាក់ស្ដែងយើងលោកឧទាហរណ៍មួយនាពេលបច្ចុប្បន្ននេះកំពុងតែកើតមានតាក់ទងទៅនឹងបញ្ហា scam online បាទហើយប្រទេសជាច្រើននៅក្នុងសកលលោកហ្នឹងក៏ជួបប្រទះមួយបញ្ហាមួយហ្នឹងដែរហើយសកលលោកក៏កំពុងតាមប្រមាញ់អ្នកដែលបង្កើតទៅលើ online game ឬក៏ online casino ហ្នឹងដូចគ្នាបាទហើយពួកគាត់អាចធ្វើការបានល្អអត់ខ្ចោះដល់ថ្នាក់ហ្នឹងដោយសារតែពួកគាត់មានទិន្នន័យក្នុងដៃដែលបានមកពីខាងជនខិលខូចណាដែលយើងអត់ដឹងជា anonymous បាទឧទាហរណ៍ថាពួកគាត់ឥឡូវឧទាហរណ៍មួយនៅក្នុងបណ្ដាញសង្គម Facebook ចោះពួកគាត់គ្រាន់តែ post ទៅលើ sponsor ទេហើយពេលខ្លះពួកគាត់គ្រាន់តែដាក់ boost ទៅលើ poster របស់ពួកគាត់ហើយធ្វើឲ្យមានអ្នកប្រើប្រាស់ច្រើនបាទហើយហ្នឹងទាំងអស់ហ្នឹងវាគឺជាទិន្នន័យមួយសម្រាប់ទិន្នន័យមួយដែលខាង Facebook បានពីខាងអ្នកប្រើប្រាស់ទៅហើយ recommend ទៅខាងពួកគាត់តែទិន្នន័យទាំងអស់ហ្នឹងគឺជាទិន្នន័យស្របច្បាប់ទេបាទពីព្រោះអាចនិយាយបានថាការសម្រេចចិត្តទៅលេងហ្នឹងចុចទៅលើ link សម្រាប់លេង game ហ្នឹងគឺយើងខ្លួនឯងជាអ្នកចុចក៏ប៉ុន្តែបញ្ហាមួយទៀតដូចជាយើងឃើញថាពេលខ្លះឃើញមានអ្នក invite យើងចូលទៅក្នុង Telegram group ទាំងដែលយើងមិនដឹងខ្លួនបាទទិន្នន័យទាំងអស់ហ្នឹងពេលខ្លះអាចនឹងបានមកពីខាងជន anonymous ដូចគ្នាដែរបងអូខេអញ្ចឹងពួកខ្ញុំពេលខ្លះតែឆ្ងល់ជាការប្រើប្រាស់ផ្ទាល់ខ្លួនដែរទៅប៉ុន្តែខ្ញុំជឿថាបងប្អូនខ្មែរប្រកបទៅជួបរឿងទាំងអស់ហ្នឹងដូចយើងអត់ដែលមានលេខជាមួយបុគ្គលម្នាក់ហ្នឹងឯងបាទប៉ុន្តែគាត់មកអាតយើងបានគាត់មកអីបានហើយគាត់ទាញយើងចូលក្រុមបានអីបានអញ្ចឹងយើងអត់ដែលដឹងថាយើងជាផ្នែកមួយនៃការស្គាល់របស់គេទេនិយាយជារួមនៅក្នុងវិស័យហ្នឹងអញ្ចឹងទៅហើយតើវាមានផលប៉ះពាល់អីទេបានបើសិនជាឧទាហរណ៍ថាទិន្នន័យដែលបានហ្នឹងវាជាទិន្នន័យដែលបានមកពីជនខិលខូចអីចឹងទៅបាទបងផលប៉ះពាល់ពិតជាមានបងក៏ប៉ុន្តែបើសិនជាយើងគ្រប់គ្រងឬក៏យើងដឹងតាក់ទងទៅនឹងបញ្ហាទាំងអស់ហ្នឹងមុនយើងអាចការពារខ្លួនឯងពីការចូលទៅក្នុងរង្វង់មួយដែលភ្លេចខ្លួននឹងបានបាទជាលក្ខណៈមួយដែលសម្រាប់ការពារខ្លួនឬក៏ prevention បានមានកលឹះអីទេដើម្បីការពារខ្លួនហ្នឹងធ្វើម៉េចដើម្បីកុំឲ្យគេយករបស់យើងទៅទិន្នន័យរបស់យើងបានហើយគេមកបោកយើងវិញបានទៀតឥឡូវទៅធ្វើម៉េចទៅបានមានខ្ញុំជឿថាសំដួលនេះក៏បងប្អូនខ្មែរយើងនៅតែបារម្ភនៅពួកអីបច្ចុប្បន្ននេះដូចបងប្អូនខ្លះក៏ដឹងថានិយាយពី online scam តើ online scam ឬក៏បទឆបោកតាម online ហ្នឹងទម្រង់មិនទៅយើងអត់ដែលដឹងហើយឃើញមានសារព័ត៌មានជាច្រើនបានជីកកកាយមកជាច្រើនចឹងទៅហើយពួកយើងក្នុងនាមជាអ្នកប្រើប្រាស់យើងនិយាយក្នុងនាមយើងជាអ្នកប្រើប្រាស់មិនធ្វើមិនទៅបើក្នុងនាមយើងជាប្រជាជនខ្មែរម្នាក់ធ្វើមិនដើម្បីកុំឲ្យមានអន្ទាក់នឹងទាំងអស់ចូលមកចឹងទៅបាទតាមពិតបញ្ហាទាំងអស់ហ្នឹងមានបងយើងមានដំណោះស្រាយក៏ប៉ុន្តែដំណោះស្រាយហ្នឹងអាស្រ័យទៅលើអ្នកប្រើប្រាស់ដូចគ្នាដែរឧទាហរណ៍ពីកម្មវិធីដែលយើងប្រើពេលបច្ចុប្បន្នហ្នឹងច្រើនទី1គឺFacebook ហើយទី2គឺ Telegram បាទសម្រាប់ Facebook ដូចបងប្អូនឃើញពេលខ្លះ page ដែលយើងអត់ស្គាល់ឈ្មោះមាន 1k 2k like អញ្ចឹងទៅផុសទៅលើ game online មួយចំហៀងវីដេអូមួយចំហៀងទៀត game online បាទដើម្បីការពារពីការចូលទៅក្នុងតំបន់ពួកហ្នឹងយើងព្យាយាមពេលឃើញទាំងអស់ហ្នឹងយើងអស់ចេញកុំឲ្យនៅលើ tab មួយហ្នឹងយូរអាហ្នឹងភាសាគេហៅថាដូចជា
SME ឬក៏មិនដឹងឯងខ្ញុំមិនដឹងភាសាមិនដឹងខ្ញុំភ្លេចបាត់ទេប៉ុន្តែដូចនឹងខ្ញុំគាត់សម្គាល់ឃើញមានដូចជាតូចវាមិនមែនជា page ទេដូចជា link អីមួយដែលវាជា extension នៅលើ Facebook ណាបាទអញ្ចឹងបើយើងឃើញហ្នឹងយើងអូសចេញមែនទេបាទបងពេលដែលយើងឃើញយើងអូសចេញបាទដើម្បីកុំឲ្យ algorithm Facebook ថាអូយើងចាប់អារម្មណ៍ជាមួយ content បាទហើយមានចំណុចមួយទៀតតកតងទៅនឹង Telegram Telegram ប្រហែលជាមានពុកម៉ែបងប្អូនមួយចំនួនក៏អត់បានស្គាល់ទេតកតងទៅនឹង bot ក៏ប៉ុន្តែតកតងទៅនឹងក្មេងៗភាគច្រើនគឺគាត់ស្គាល់តកតងទៅនឹង bot បាទbot ទាំងអស់ហ្នឹងហើយពេលខ្លះគេលួចទិន្នន័យពីអ្នកទាំងអស់គ្នាហើយគេយកទៅលក់ទៅកាន់អ្នកណាជនណាមួយផ្សេងទៀតពីព្រោះអីនៅពេលដែលយើងចូលទៅប្រើ bot ទាំងអស់ហ្នឹងគឺអាច detect ទៅលើ user អ្នកប្រើប្រាស់បានរបស់យើងបាទអញ្ចឹងកាត់សង្ខេបដល់នេះជារួមមកនេះយើងអត់ទាន់និយាយថាតើដូចជាឧទាហរណ៍ថាយើងមាន website មួយថាយើង sign in លើនិយាយថាក្រុមហ៊ុនមួយចុះមិនដឹងថាក្រុមហ៊ុនណាទេណាបង្កើត app មួយខ្លួនឯងបង្កើត website មួយខ្លួនឯងហើយគេតម្រូវឲ្យយើង log in ឬក៏យើងបង្កើត user យកអីខ្លួនឯងអាចទេបើក្រុមហ៊ុនឬក៏ក្រុមការងារទាំងអស់នោះយកព័ត៌មានយើងបានហើយអាចលក់ទៅកាន់ដូចទៅអស់ថាគេចង់បើក business មួយគេចង់បើកក្រុមហ៊ុនមួយអញ្ចឹងគេត្រូវធ្វើ market research គេអាចយកទៅទាំងមិនដឹងខ្លួនដែរទេឬក៏យ៉ាងម៉េចដែរបើសិនជាក្រុមហ៊ុនមួយនោះលក់data ទាំងអស់ហ្នឹងទៅផ្សេងការពិតគឺអាចបងបាទក៏ប៉ុន្តែជាក់ស្ដែងបើយើងនិយាយតកតងទៅនឹងច្បាប់នាពេលបច្ចុប្បន្ននេះច្បាប់នៃការលក់ទិន្នន័យគឺអត់ទាន់មានទេក៏ប៉ុន្តែមានប្រទេសមួយចំនួនខ្ញុំសូមអត់បញ្ចេញមានប្រទេសមួយចំនួនគាត់មានច្បាប់មួយក្នុងការលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ហ្នឹងទៅកាន់ក្រុមហ៊ុនទី2ឬក៏ទី3ហ្នឹងបានដោយស្របច្បាប់ក៏ប៉ុន្តែគេមានលក្ខខណ្ឌថាការលក់ហ្នឹងគឺមានការយល់ព្រមពីអ្នកប្រើប្រាស់ជាមួយនឹងអ្នកទិញបាទហើយបន្តមកទៀតគេយកទៅនឹងទៅឆ្នៃប្រឌិតអីយ៉ាងទៅពួកនិយាយជារួមនិយាយពីអំណាចទិន្នន័យនេះកាលណាតែពួកយើងអ្នកស្រាវជ្រាវឬក៏ពួកយើងអ្នកសិក្សាទៅលើអីមួយក៏ដោយដូចថា market research ដូចជា academic research ឬក៏ស្អីក៏ដោយទាក់ទងការស្រាវជ្រាវអញ្ចឹងណាយើងតែឆ្ងល់ថាតើគេត្រូវការទិន្នន័យទៅធ្វើអីដែរតាមធម្មតាជាទូទៅទិន្នន័យគឺជាផ្នែកមួយនៅក្នុងការវាយតម្លៃថាតើអ្វីដែលយើងគិតអ្វីដែលយើងបានត្រៀមនឹងការដោះស្រាយបើទោះយើងចង់បង្កើតជាលក្ខណៈទម្រង់អាជីវកម្មឬក៏ business មួយយើងចង់ដឹងថាអ្នកភូមិនេះមានប្រមាណអ្នកបើ example ណាជាឧទាហរណ៍ណាមនុស្សប្រមាណអ្នកចូលចិត្តពោអីគេគាត់ចូលចិត្តទិញអីគេគាត់ចូលចិត្ត scroll មើលអីគេយ៉ាងទៅពេលណាដែលគាត់ចាក់ product របស់គាត់ពេលណាដែលគាត់បង្ហាញអំពីផលិតផលរបស់គាត់យ៉ាងទៅគាត់បេះទៅលើហ្នឹងបាទអញ្ចឹងអានឹងក្នុងន័យមួយថាជាលក្ខណៈអាជីវកម្មអញ្ចឹងណាប៉ុន្តែដោយសារតែបច្ចុប្បន្ននេះអ្វីដែលយើងជជែកគ្នាពេលនេះគឺគោលបំណងយើងធំយើងចង់ដឹងថាតើឥទ្ធិពលរបស់វាមានអីជាងនឹងទៀតអត់ដោយសារតែពួកយើងឆ្ងល់ថាឃើញមាន CEO របស់ TikTok យើងមាន CEO របស់ Facebook រឿងអីផ្សេងៗហ្នឹងឡើងតុលាការញយទៅសម្ភារទៅបំភ្លឺទៅអីផ្សេងៗលើករណីឧទាហរណ៍ថាក្មេងស្រីប្រើប្រាស់ Facebook ទៅត្រូវបានគេលុបបំពានតាមពាក្យសម្ដីឬក៏ភាសាសាមញ្ញថា bully អីចឹងទៅអញ្ចឹងវាជាផ្នែកមួយនៃការប្រើប្រាស់ដោយមានសិលធម៌អញ្ចឹងហើយបានថាជាក់ស្ដែងសង្គមរបស់យើងបច្ចុប្បន្នទាក់ទងមួយនឹងអក្ខរកម្ម digital យើងទទួលស្គាល់ថាយើងកំពុងតែវិវត្តទៅរកចំណុចហ្នឹងហើយប៉ុន្តែក៏មានបងប្អូនមួយចំនួនធំនឹងខ្ញុំមិនទាន់មានទិន្នន័យណាមួយជាក់លាក់ទេកំពុងតែចន្លោះប្រហោងលើរឿងទាំងអស់ហ្នឹងអញ្ចឹងទៅបានយើងមានវ៉ាន់មកចែកលេខនៅថ្ងៃនេះហើយដូចជាយើងជជែកគ្នាដូចរៀងបានមួយនាទីដែរច្រើនគួរសមដែរបាទបងខ្ញុំគិតថាយើងអាចបញ្ចប់នៅពេលនេះប៉ុន្តែចង់ឲ្យវ៉ាន់ថែមតិចទៀតថាតើដើម្បីធ្វើឲ្យយើងខ្លាយទៅជាមនុស្សម្នាក់ដែលមានការការពារខ្លួនត្រឹមត្រូវនៅលើវិស័យ digital នេះជាក់ស្ដែងតាក់ទងជាមួយនឹងទិន្នន័យខ្លួនឯងផ្ទាល់ថាតើយើងគួរតែប្រយ័ត្នប្រយែងមិនទៅដោយសារតែបច្ចុប្បន្ននេះក្រៅតែអំពី app Facebook ក្រៅតែអំពី app TikTok ក្រៅតែអំពី platform ចឹងក៏យើងមានឃើញ platform ជាច្រើនដែលគាត់ចេញមកអញ្ចឹងហើយយើងឆ្ងល់ថាធ្វើមិនទៅដើម្បីកុំឲ្យងាយចូលនៅក្នុងអន្ទាក់ទាំងអស់ហ្នឹងហើយភាសាសាមញ្ញដែលយើងនិយាយថា
មនុស្សគាត់តែមិនលុបលន់គេមិនបោកទេប៉ុន្តែភាសាមួយទៀតថាបើមនុស្សបើសិនជាមនុស្សមានគ្រប់ហើយក៏មនុស្សនឹងមិនចង់ទៅបានទៀតដែរប្រហែលជាគាត់មិនទាន់គ្រប់អញ្ចឹងទៅធ្វើមិនបានវ៉ាន់មានយោបល់អីវាកណ្ដាលជុំគ្នាមួយមកកុំឲ្យការមានការខាតបង់កាលណាតែទោះបីជាគាត់មានក៏ដោយគាត់នៅតែចាញ់បោកគេទោះបីជាអ្នកក្រក៏ដោយគាត់នៅតែចាញ់បោកគេហ្នឹងជារឿងធម្មតានៅក្នុងសង្គមប៉ុន្តែយើងចង់រកចំណុចកណ្ដាលមួយថាតើធ្វើយ៉ាងណាដើម្បីកុំឲ្យយើងនឹងវាទោះបីយើងចង់បានក៏ដោយក៏ចង់បានឲ្យត្រូវផ្លូវអីចឹងទៅបាទភាសាអ៊ំពូមីងដូចថាជម្រាបសួរបងប្អូនខ្ញុំខលពីក្រុមហ៊ុននេះបងប្អូនត្រូវវឹនប៉នេះអីចឹងទៅក៏នៅតែមានដែរអញ្ចឹងទៅអាទិន្នន័យអាលេខហ្នឹងមិនដឹងទៅបានមកពីណាបាទអញ្ចឹងយើងទៅឲ្យមុននឹងគេទៅ attack មុននឹងគេទៅវ័យបហាទៅឆោបោកហ្នឹងគេដឹងសាច់រឿងច្រើនណាគេដឹងថាអ្នកនឹងមានកូនប្រុសប្រហែលនេះអ្នកនឹងមានកូនស្រីប្រហែលនេះអានឹងទិន្នន័យនេះគេបានមកពីណាហើយយើងទៅត្រៀមខ្លួនមិនទៅបើវាចេញមកអញ្ចឹងបាទបងអញ្ចឹងមុននឹងចូលទៅដល់ការពារខ្លួនខ្ញុំចង់ mention មួយថានៅក្នុងโลกនេះគ្មានរបស់ណាដែលអត់គិតថ្លៃទេគ្មានរបស់ណាដែល free ទេនៅពេលដែលយើងប្រើរបស់ដែល free ច្បាស់ណាស់ទោះបីគេមិនយកលុយពីយើងក៏ប៉ុន្តែគេយកទិន្នន័យពីយើងទៅវិញហើយបាទក៏ប៉ុន្តែតកតងទៅនឹងការយកទិន្នន័យពីយើងហ្នឹងយើងក៏មិនអាចបដិសេធបានដែរក៏ប៉ុន្តែឲ្យតែពួកគាត់យកទិន្នន័យទាំងអស់ហ្នឹងទៅបម្រើទៅលើផលប្រយោជន៍ដែលស្របច្បាប់ហើយផលប្រយោជន៍របស់សង្គមជាតិបាទហើយបើតកតងទៅនឹងការយកទិន្នន័យដែលខុសច្បាប់ឬក៏ការបោកបញ្ឆោតយើងយកទិន្នន័យហ្នឹងដើម្បីជៀសវាងហ្នឹងអត់មានវិធីសាស្ត្រអីច្រើនទេមានតែទី1បើសិនជាយើងអត់ស្គាល់ឬក៏អត់ទុកចិត្តឬក៏អត់ស្គាល់អត្តសញ្ញាណរបស់បុគ្គលណាមួយដែលតាក់ទងមកយើងទេយើងកុំផ្ដល់ទិន្នន័យអីទាំងអស់ទៅឲ្យពួកគាត់បាទហើយទី2ហ្នឹងជៀសវាងឲ្យឆ្ងាយពី link ឬក៏តំណភ្ជាប់ណាដែលយើងអត់ទុកចិត្តដែលមើលទៅរៀងរញ៉េរញ៉ៃហ្នឹងយើងគួរតែជៀសវាងបាទភ្ជាប់បន្តិចវ៉ាន់ភាសាឥឡូវនេះបច្ចុប្បន្នភាពយើងវិវត្តទៅជាការប្រើប្រាស់ e-wallet បាទបង e-wallet ហ្នឹងគឺជាគេហៅថាដូចជាប្រព័ន្ធចាយលុយតាមអេឡិចត្រូនិកឬក៏បងប្អូនស្គាល់ថា app ប្រើចាយ APA scan QR code ACLEDA ឬក៏អីចឹងទៅដែលមានជាច្រើនទៀតនៅតាមបណ្ដាញធនាគារដែលឆ្លងកាត់តាមប្រព័ន្ធបាគងបាទឆ្ងល់ពេកដែលគ្រាន់តែយើងคลิกមក link ពី link ទៅមិនបានអ្នកខ្លះ access បានចូលទៅដល់រហូតដល់ឋានៈapp ដែលយើងប្រើរាល់ថ្ងៃហ្នឹងដែលវាត្រូវការ security ខ្លាំងមែនទែនមានទាំង scan កញ្ចក់ដៃផងមានទាំងលេខកូដផងមិនបានចូលបានស្រួលមែនបានតកតងទៅនឹងការចូលហ្នឹងខ្ញុំក៏អត់ច្បាស់ពី algorithm របស់ពួកគាត់ធ្វើមិនដែរក៏ប៉ុន្តែខ្ញុំឃើញវិធីសាស្ត្របោកមួយចំនួននាពេលបច្ចុប្បន្នហ្នឹងដូចយើងឃើញ scan QR code បាញ់លុយចេញពឹបក៏ប៉ុន្តែឃើញឥឡូវហ្នឹងឃើញអ្នកខ្លះទៅផុសតាក់ទងទៅនឹងរឿងដែលគួរឲ្យកំសត់នៅលើបណ្ដាញសង្គមហើយដាក់ QR code មួយបាទហើយពេលខ្លះ QR code ដែលដាក់នៅលើហ្នឹងឈ្មោះនៅលើ QR code ដែលផុសហ្នឹងជាមួយនឹងឈ្មោះពិតប្រាកដហ្នឹងគឺអត់ទៀតណាពួកគេកែទៅលើឈ្មោះទាំងអស់ហ្នឹងបានទៀតអញ្ចឹងប្រហែលជាបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹងការជជែកនេះបងប្អូនខមមិននៅខាងក្រោមបើមិនយើងអញ្ជើញណាគេម្នាក់មួយយើង3នាក់មួយជជែកគ្នាឲ្យបងប្អូនបានដឹងដែរពួកអីសាច់រឿងទាំងអស់នេះទាំងខ្ញុំទាំងគេនៅក្នុងរបបណាក៏ដោយខ្ញុំជាយុវជនចំនួនក្រោយវ៉ាន់ក៏ជាអ្នកចំនួនក្រោយប៉ុន្តែអ្នកចំនួនមុនយើងអ្នកចំនួនក្រោយយើងតាមអត់ទាន់ផងពេលខ្លះចូលតម្រាំតែអ្នកចំនួនមុនឧទាហរណ៍ម្ដាយខ្ញុំអ្នកមីងលោកពូដែលកំពុងតែទស្សនាហ្នឹងជួនកាលយើងមិនដឹងថាហ្នឹងមានន័យថាម៉េចផងប៉ុន្តែសុកចាញ់មកគេបានបាទសុកអស់លុយពីកងបានហ្នឹងមិនមកមើលលុយមិនបានអស់លុយពីកងអីចឹងទៅអញ្ចឹងទាំងអស់នេះវាគឺជារបៀបដែលមនុស្សចង់បានដោយខុសអំពីសិលធម៌និងប្រាសចាអំពីច្បាប់អញ្ចឹងទៅពួកយើងមកទៅជែកដើម្បីការពារខ្លួននេះហើយមែនទែនទៅការទៅជែកឬក៏ការផ្ដល់យោបល់នេះវាមិនប្រកាសថាត្រឹមត្រូវ 100% ទេប៉ុន្តែយ៉ាងហោចណាស់វាអាចផ្ដល់ជាមូលដ្ឋានគ្រឹះនៅក្នុងការទាញយកចំណេះដឹងមួយដែលជាបច្ចេកទេសហើយចំពោះអ្នកបច្ចេកទេសជួនកាលគេនិយាយមកហ្នឹងពីរអ្នកហ្នឹងនិយាយអត់ល្អហ្នឹងនិយាយអត់ត្រូវហ្នឹងនិយាយអត់លយហ្នឹងប៉ុន្តែនៅក្នុងរូបភាពមួយគឺយើងទៅជែកក្នុងនាមជាអ្នកដែលអាចថាបើមិនជាអ្នក develop ទេប៉ុន្តែមិនមែនជាអ្នកអភិវឌ្ឍកម្មវិធីអីមួយខ្លាំងខ្លាយទេប៉ុន្តែជាអ្នកដែលប្រើប្រាស់ដែរហើយអារម្មណ៍អ្នកប្រើប្រាស់ដែរបងប្អូនដឹងហើយលុយយើងមកកាក់មកសេនអីនឹងផ្សេងៗហ្នឹងគឺវាមានតម្លៃណាស់សម្រាប់យើងអញ្ចឹងដើម្បីកុំឲ្យបាត់បង់នៅរបស់ទ្រព្យដែលបងប្អូនបានរកមកហើយបានអីហើយត្រូវចេះការពារអញ្ចឹងទៅយើងមកទៅជែកមួយវ៉ាន់នេះគឺដើម្បីការពារ
ទូរស័ព្ទរងថ្ងៃណាក៏មានដែរ បាទ អញ្ចឹងទៅពួកយើងទៅមានតែប៉ុណ្នេះយើងសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងចេញពីការជជែកនេះនៅក្នុងរូបភាពណាមួយក៏ដោយហើយវ៉ាន់មានអីប្រហើចុងក្រោយវ៉ាន់ បាទជាចុងក្រោយខ្ញុំមានតែពាក្យលើកទឹកចិត្តទៅកាន់បងប្អូនជំនាន់ក្រោយការងារតាក់ទងទៅនឹងទិន្នន័យនាពេលបច្ចុប្បន្ននេះគឺត្រូវជាមួយនឹងទីផ្សារខ្លាំងណាស់ហើយក៏ជាតម្រូវការរបស់ទីផ្សារនិងសង្គមជាតិយើងនាពេលបច្ចុប្បន្នដែរអញ្ចឹងបងប្អូនជំនាន់ក្រោយបើមានចំណាប់អារម្មណ៍អីអាចធ្វើការសិក្សាទៅលើជំនាញនឹងបានបាទសូមបន្ថែមតិចទៀតបងក្នុងនាមបងប្អូនដែលជាយុវជនជំនាន់ក្រោយឬក៏ជំនាន់ខ្ញុំអីហ្នឹងព្យាយាមឲ្យមែនទែនខំប្រឹងសិក្សាតាក់ទងទៅនឹងវិស័យបច្ចេកវិទ្យាហ្នឹងឲ្យបានខ្លាំងពីព្រោះប្រទេសជាតិមួយរីកចម្រើនពីមុនគឺពឹងផ្អែកទៅលើការធ្វើជំនួញតាមបែបបុរាណក៏ប៉ុន្តែពេលបច្ចុប្បន្ននេះប្រទេសជាតិមួយរីកចម្រើនគឺអាស្រ័យធំខ្លាំងបំផុតហ្នឹងគឺទៅលើវិស័យបច្ចេកវិទ្យានេះឯងបាទអរគុណច្រើនដូច្នេះពួកយើងមានតែប៉ុណ្នេះពីក្រុមការងារសារព័ត៌មាន The Khmer Today ឬក៏ KTN សូមគោរពជម្រាបលាបងប្អូនត្រឹមតែប៉ុណ្នេះហើយបើសិនជាពាក្យណាសម្ដីណាប្រយោគណាបច្ចេកទេសណាមួយដែលពួកយើងជជែកទៅខ្វះខាតឬក៏លើសលួសអីផ្សេងៗបងប្អូនអាចជួយបំពេញក៏ដូចជាជួយកាត់តម្រឹមពួកយើងផងដោយសារតែតាមធម្មតាការជជែកវានឹងមានខុសហើយនឹងត្រូវប៉ុន្តែចំពោះយើងជាអ្នកដែលមានបេះដូងដូចគ្នាខុសហើយនឹងត្រូវគឺជារឿងធម្មតានៅក្នុងការកែតម្រូវទោះបីជាត្រូវក៏ត្រូវតែរៀនថែមទោះបីជាខុសក៏ត្រូវតែរៀនថែមដូចគ្នាដែរដូច្នេះពីខ្ញុំបាទឡាំឡាយជាមួយនឹងសុធាវ៉ាន់ពីក្រុមការងារ The Khmer Today សូមអរគុណនិងសូមគោរពលា